មាត់ចាងចាំងម៉ែស្រីមុំដឹងទៅបងបាយបិណ្ឌឆ្លើយបាយដំណាំដែលទៅដាំឆ្អិនទាញចានស្រាក់សុំលុយម៉ែ500លឺសង្សារហើយទៅបងបាយបិណ្ឌខ្ញុំឲ្យចាំសិនព្រោះមិនទាន់ហើយងងឹនរៀងព្រើលបងហុញបើអើយចង់ទៅមួយចិនដាងងឹនខ្លាំងណាស់ដងហើយបាយបិណ្ឌដងហើយទាំងសិនសង្សារអូនហើយដើរតពីក្រោយបោះផងសូត្រផងបនបាសដល់ហើយកុំព្រួយត្រានត្រើយចាំសូត្រតាមលោកអាចារ្យយើងពូលីចេញសណ្ដែកល្ងដងបងទៅជើងត្បូងបងសួងផងណាបានបាយពុំនូតពួតជូនដូនតាអេងជើញពីសាមុនពេលសរយាមកដល់ចាងចាំងម៉ែស្រីមុំដឹងទៅបងបាយបិណ្ឌឆ្លើយបាយដំណាំដែលទៅដាំឆ្អិនទាញចានស្រាក់សុំលុយម៉ែ500លឺសង្សារហើយទៅបងបាយបិណ្ឌខ្ញុំឲ្យចាំសិនព្រោះមិនទាន់ហើយងងឹនរៀងព្រើលបងហុញបើអើយចង់ទៅមួយចិនដាងងឹនខ្លាំងណាស់ដងហើយបាយបិណ្ឌដងហើយទាំងសិនសង្សារអូនហើយដើរតពីក្រោយបោះផងសូត្រផងបនបាសដល់ហើយកុំព្រួយត្រានត្រើយចាំសូត្រតាមលោកអាចារ្យយើងពូលីចេញសណ្ដែកល្ងដងបងទៅជើងត្បូងបងសួងផងណាបានបាយពុំនូតពួតជូនដូនតាអេងជើញពីសាមុនពេលសរយាមកដល់